បងប្អូនចំណាយអស់តែ1000ទៅ1500រៀលទេបងប្អូនអាចជិះបានរហូតដល់95គីឡូអញ្ចឹងបើសិនជាធៀបជាមួយនឹងថ្លៃសាំង95គីឡូបងប្អូនអាចចំណាយសាំងរហូតដល់2លីត្រអញ្ចឹងចង់ដឹងថាតើ model នេះមានការសំចៃបែបណាហើយតួវាមានសភាពមាំបែបណាតោះទៅទស្សនាវីដេអូពេញអ្នកគ្នាខ្ញុំមាន model ថ្មីចង់ណែនាំបងប្អូននេះគឺជា e-jok model JK T5 ហើយបងប្អូនអាចឃើញរូបរាងអញ្ចឹងចង់ដឹងថាវាសំចៃបែបណាហើយកម្លាំងវាខ្លាំងអត់នេះបងប្អូនទី1ខ្ញុំចង់បង្ហាញពីរូបរាងខាងមុខដៃកង់ប្រភេទដៃកង់ធំភ្លើងភ្លឺច្បាស់ល្អគុជរហូតដល់2គ្រាប់បើប្រៀបធៀបជាមួយឡានគេហៅថាមានភ្លើង daytime running light ភ្លើងបំភ្លឺពេលថ្ងៃជារង្វង់មូលខាងក្នុងហ្នឹងគេដាក់ពាក្យថា speed ទៀតអញ្ចឹងពាក្យថា speed ជាអក្សរហ្នឹងក៏មានភ្លើងដែរនិយាយបានថាខាងមុខវាអាចនឹង full LED តែម្ដងដោយសារអីសញ្ញោក៏ជាអំពូល LED ហើយe-jok បានបន្ថែមមកជាមួយនឹងភ្លើង LED មួយគ្រាប់ទៀតនៅក្រោមកត្រកដើម្បីឲ្យបងប្អូនកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរនៅពេលយប់ផ្នែកខាងមុខប្រើជាមួយនឹងបូមប្រេងកង់ទេប៉ុន្តែប្រើបូមដូចម៉ូតូអញ្ចឹងជាមួយនឹងប្រាំងក៏ប្រភេទប្រាំងប្រេងដែរបើទូទៅយើងអាចនិយាយបានថាយើងហៅវាថាជាប្រភេទប្រាំងឌីសណាបងប្អូនហើយកត្រកនេះគឺជាកត្រកប្រើដៃទីបពុតអត់មានផ្សារទេវងនេះគឺពុតយកតែម្ដងហើយប្រើជាមួយនឹងខ្ចៅ3គ្រាប់ចាប់ណែនជាប់ជាមួយនឹងតួហ្មងបងប្អូនឃើញទេហ្វ្រាំងខាងលើនេះគឺប្រើដោយបងប្អូនឃើញអញ្ចឹងប្រើដុំហ្វ្រាំងហើយខ្សែកាបហើយជាមួយនេះគឺដុំហ្វ្រាំងនេះបងប្អូនឃើញបាទជាតយោប្រេងតែម្ដងជាមួយនឹងរង្វង់កង់14គុណនឹង 2.75 ជាប្រភេទរង្វង់កង់ធំប្រើជាមួយនឹងខ្យល់ហើយវាធន់ក្នុងការជិះហើយបូមសម្រាប់បូមគឺប្រើទាំងមុខទាំងក្រោយតែម្ដងប្រភេទបូមប្រេងហើយបើបូមខាងក្រោយគឺ cover ជាមួយនឹងគេហៅថារសទៀតអញ្ចឹងវាកាន់តែធ្វើឲ្យមានភាពធន់ក្នុងការជិះត្រូលទម្ងន់បានល្អហើយបងប្អូនអាចឃើញដែកដែលមានពណ៌ឆ្លោះហ្នឹងគឺជាដែកអមសាកស៊ីរបស់កង់អគ្គិសនីយើងតែម្ដងដើម្បីឲ្យវាកាន់តែមានសភាពមាំក្នុងការប្រើប្រាស់ផងដែរអញ្ចឹងផ្នែកចំហៀងយើងបើសិនជាបងប្អូនចង់ដាក់ជើងមកចំហៀងក៏បានដែរដោយយើងមាននេះឈ្នាន់នេះយើងបិទបើកបានហើយយើងមានចតុលចំហៀងចតុលក្រោយក៏យើងមានដែរគេហៅថាចតុលកណ្ដាលណាបងប្អូនអញ្ចឹងកែបនេះអេប៉ុងតុនស្រួលជិះមែនតើបាទតុនស្រួលជិះហើយជាមួយនឹងដៃកង់ធំនេះបងប្អូនកាន់តែពិសេសគឺបង្កប់មកជាមួយនឹងគេហៅថាកុងទ័របង្ហាញព័ត៌មានពាក់ព័ន្ធជាមួយល្បឿនចំនួនថ្មចម្ងាយគីឡូនៃការជិះហើយមានឡាយអំពូល LED ទៀតហើយខាងក្រោយនេះគឺជាដែកបងប្អូនមិនមែនជ័រណាបាទអញ្ចឹងខ្ញុំចង់ផ្អែកមកទំហឹងខ្លួនក៏បានដែរបាទផ្អែកមកទំហឹងខ្លួនក៏បានដែរអត់ទៅណាទេដោយសារតែវាប្រភេទបងប្អូនឃើញកោងនេះគឺប្រើដែកសុទ្ធតែម្ដងហើយនេះបាទដែកតាន់ហ្មងបាទទំហំអាគុយរបស់វាគឺ60វ៉ុលឬក៏20អង្ពែហើយម៉ូទ័រវានៅខាងក្រោយនេះកម្លាំងក៏មិនធម្មតាដែររហូតដល់800វ៉ាត់800វ៉ាត់សម្រាប់បងប្អូនអាចត្រូបាន200គីឡូក៏អាចទៅបានដែរបាទហើយសម្រាប់បងប្អូននៅតាមខេត្តជិះឡើងភ្នំជិះចុះទួលអីក៏អាចជិះបានដែរហើយបងប្អូននៅភ្នំពេញអីអាចជិះឡើងស្ពានអាកាសក៏ជិះរួចដែរដោយសារតែខ្ញុំជិះរួចហើយខ្ញុំក៏បានធ្វើតេស្តហើយដែរហើយសម្រាប់ JK-T5 នេះគឺមានជាមួយនឹងប្រព័ន្ធការពារជម្រាបទឹកត្រឹមត្រូវលេខត្រឹមនេះអីក៏អត់អីដែរបាទដោយសារតែមានប្រព័ន្ធការពារជម្រាបទឹកហើយបាញ់លាងទឹកបាញ់អីបានធម្មតាអញ្ចឹងបងប្អូនសម្រាប់ផ្នែកខាងក្រោយនេះក៏មានភ្លើងដែរជាប់មកជាមួយនឹងភ្លើងអំពូល LED ភ្លឺស្អាតមែនតើជាមួយនឹង logo រូបបែបភ្នំគឺមើលទៅស្អាតមែនតើហើយសញ្ញាព្រួយក្លែកនេះគឺជាសញ្ញោហើយយើងក៏មានចំណាំងផ្លាតដែរហើយពាក់ព័ន្ធមួយនឹងជ័រដូចខ្ញុំនិយាយចឹងថា e-jok គាត់ប្រើជ័រពាក់ព័ន្ធជាមួយនឹងគេហៅថាប្រភេទជ័រស្វិតដែលបើសិនជាខូចទៅបែកទៅអាចរំលាយប្រើសារថ្មីវិញបានអញ្ចឹងគឺកន្លែងហ្នឹងសុវត្ថិភាពហើយល្អក្នុងការប្រើប្រាស់មែនតើល្បឿនវាអាចរត់ top speed អស់គឺ50គីឡូម៉ែត្រនៅក្នុង1ម៉ោងហ្នឹងលេខ3ហើយបើលេខ2អាចរត់បាន45គីឡូម៉ែត្រនៅក្នុង1ម៉ោងហើយសម្រាប់លេខ1រត់បាន25គីឡូម៉ែត្រនៅក្នុង1ម៉ោងអញ្ចឹងវាស័ក្តិសមមែនតើសម្រាប់អ៊ំពូមីងឬក៏លោកយាយលោកតាជិះទៅផ្សារឬក៏ជិះទៅវត្តហើយបើក្មេងៗវិញណាពុកម៉ែបងប្អូនយើងគឺគាត់អាចជិះទៅសាលាបានដោយមានការសន្សំចៃហើយសុវត្ថិភាពដោយសារតែប្រភេទកង់អគ្គិសនីនេះគឺវាស្រាលជាងម៉ូតូហើយការស៊ីក៏វាសន្សំចៃជាងម៉ូតូដែរអញ្ចឹងសម្រាប់ល្បឿនគឺវាការពារសុវត្ថិភាពដែរដល់ក្មេងៗបាទអញ្ចឹងអាចជិះពីថ្នាក់បឋមដល់អនុវិទ្យាល័យអញ្ចឹងទៅនេះខ្ញុំ recommend សម្រាប់បងប្អូនដែល
ចង់បានឲ្យកូនជិះទៅសាលាដើម្បីមានភាពសន្សំចៃអូខេបងប្អូនអញ្ចឹងបើបងប្អូនទិញឥឡូវនេះអ៊ីជូគឺមានប្រូម៉ូសិនពិសេសមួយដោយបងប្អូនឃើញនៅក្នុងកត្រកកង់នេះអញ្ចឹងមានភ្ជាប់មកជាមួយនឹងមួកសុវត្ថិភាពមានភ្ជាប់មកជាមួយនឹងកញ្ចក់ហើយក៏មានជាមួយនឹងអាយដែរគឺ free ជូនបងប្អូន3មុខនេះតែម្ដងហើយអ្វីដែលកាន់តែពិសេសណាបងប្អូនមានធានារហូតទៅដល់6ខែជាមួយនឹងអាគុយជាមួយនឹងម៉ូទ័រជាមួយនឹងដុំបញ្ជាតោះឥឡូវខ្ញុំយកបានធានាបងប្អូនមើលបាទបងប្អូនអញ្ចឹងនេះគឺជាបានធានារបស់គាត់ឈ្មោះហាងរបស់គាត់ Echo Cambodia ហើយមានឈ្មោះហាងមានលេខទូរស័ព្ទមាន model មានលេខទូមានថ្ងៃទិញនិងថ្ងៃផុតកំណត់ផងដែរអញ្ចឹងនេះបងប្អូនអាចទុកចិត្តបានហើយធានារហូតដល់6ខែធានាចំណុចសំខាន់ដែលបងប្អូនចង់បានអញ្ចឹងសម្រាប់ model JK-T5 នេះគឺមានពណ៌រហូតដល់ទៅ4បងប្អូនអាចទស្សនាបានពណ៌ទឹកក្រូចឡាយជាមួយនឹងដែកអមតួពណ៌ទឹកប្រាក់ពណ៌ក្រហមឡាយជាមួយនឹងដែកអមតួពណ៌រជ័យខ្ចីហើយសម្រាប់ពណ៌គេហៅថាប្រភេទពណ៌សបោអាឡឹកឬក៏ពណ៌ស្លែមានដែកអមតួពណ៌ទឹកក្រូចហើយសម្រាប់ពណ៌សមានដែកអមតួពណ៌ក្រហមបាទហើយអ្វីដែលខ្ញុំចង់ជម្រាបជូនបងប្អូនបន្តទៀតនោះសម្រាប់ Echo Cambodia គាត់ក៏ត្រូវការតំណាងចែកចាយដែរអញ្ចឹងបងប្អូននៅតាមបណ្ដាខេត្តអីចង់យកទៅលក់បន្តអីអាចតំណលេខទូរស័ព្ទដែលនៅខាងក្រោមនេះហើយបងប្អូនសម្រាប់តម្លៃបងប្អូនអាចតាក់ទងទៅកាន់ Echo Cambodia បានអញ្ចឹងពីខ្ញុំទៅមានតែប៉ុណ្្នឹងឯងកុំភ្លេចជួយ like ជួយ share ជាមួយនឹងរបស់លេងរបស់ជិះរបស់ប្រើប្រាស់ដែលមានការសន្សំសំចៃមានការធានាត្រឹមត្រូវជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ